bà chẳng trong năng lượng cho họ tập đái không do mê riêng mình tập đái nè này mê này pi máu nói xưa là pi máu từ mưa đây nè đang là pi máu mê đây nè okay, từ mưa cam thiệt xa kia tới miếng rồi đấy bà chẳng thưa cái tranh cá mà che ta thưa tam chân là khơi tê từ mưa cam thiệt xa sân ta bữa xui ai là thưa mà máu với che đã đưa bao nhiêu đấy bà giờ cầm nót bát đấy cầm nót trâu à thì ao riêng pi máu ai riêng đâu mà máu mày trâu đấy thế này bà miếng kia buôn máu miếng tập pi máu chẳng biết à vừa đi chơi chọc em ta sao chơi chắc em đâm này cô sao thằng nào mà thóm việc copy thằng nào tôi tội nhé bà hey lấy chắc ai để dân trâu miếng ta đái đôi sùng nua mình ta đái cứ trâu miếng khăm xa trống na để dân chọn cho mọi người này bà lấy cho miếng ti mui ta đái cho nó chi mui ta đái bà không chưa đi prom làm gì của prom xe đúng rồi đây chẳng dương từ mơ rút môn nó bay từ xe dương trăm cô ca tha bà dương bị trâu sầm ram tranh mà với nhảy bà bò miên mình lo trâu à mình lo vì tranh mình lo mà với nhảy chẳng không đi miên rút môn tụm nôn pram đòn bay thật xe prom cái tay ca người bàn lo hai rút môn ní mấy pa cái tay ca này nó đi trong ai thưa em xem của trâu ta đừng luôn này bà role task contact format constraint bà anh ấy được sang trong đại máy là sang trong dây rồi cái tên cả đấy tại role pin link tại rule môn pin linkคือ role task contact format and constraint មានថាតួនាទីភារកិច្ចបរិបទលទ្ធផលឬក៏តម្រង់ output ណាបាទដាក់ output format ក៏បានដែរនិង constraint គឺលក្ខខណ្ឌអញ្ចឹងតួនាទីឥឡូវក្នុងនេះខ្ញុំនឹងបញ្យល់តែទៅលើការធ្វើកិច្ចការមួយណាបាទតួនាទីមានន័យថាយើងកំណត់ឲ្យ AI ហ្នឹងវាដើរតួជាអីដើម្បីឲ្យវាធ្វើការងារហ្នឹងបានល្អយើងចង់ធ្វើកិច្ចការមែនទេនរណាដែលធ្វើកិច្ចការគ្រូមែនទេអូខេអញ្ចឹងយើងកំណត់តួនាទីវាទៅណា AI នេះឯងត្រូវដើរតួជាគ្រូបង្រៀនអូខេឥឡូវខ្ញុំសរសេរក្នុងនេះតួនាទីនេះខ្ញុំថាអ្នកគឺជាគ្រូបង្រៀនវិទ្យាសាស្ត្រអនុវត្តថ្នាក់ទី6មិនមែនតែស្អីតែមួយម៉ាត់ទេណាមិនមែនតែស្អីថាអ្នកគឺជាគ្រូបង្រៀនទេតោះណាបាទតែស្អីលំបាត់ទេមកវិទ្យាសាស្ត្រទី6ដែលមានបទពិសោធន៍ខ្ពស់និងជាអ្នកជំនាញខាងគរុកោសល្យក្នុងការបង្រៀនបែបសកម្មឃើញទេ Active Learning Specialist ណាបាទ AI គឺវាអាចដើរតួនឹងបានបាទណាប្រាប់វាឲ្យច្បាស់បាទហេឥឡូវយើងចប់ដល់តួនាទីហើយទៅភារកិច្ចបាទមិនកំណត់អ្នកឯងជានាយករដ្ឋមន្ត្រីធ្វើកិច្ចការបរិញ្ញាណាអូខេអញ្ចឹងខ្ញុំកំណត់ថាគ្រូបរិញ្ញាហើយអ្នកជំនាញគ្រូកោសល្យនិងការបរិញ្ញាបែបសកម្មត្រូវចាំថាក្នុងប្រមមួយដំណាក់កាលត្រូវបញ្ចូលនៅពាក្យកន្លឹះសំខាន់ឲ្យវាចាប់ဟုတ်ណាអញ្ចឹងពាក្យកន្លឹះរបស់យើងគឺគ្រូបរិញ្ញាវិទ្យាសាស្ត្រទី6អ្នកជំនាញគ្រូកោសល្យនិងការបង្រៀនបែបសកម្មឃើញទេមានត្រូវរំលេចនៅពាក្យកន្លឹះឲ្យវាណានេះអីដែលខ្ញុំត្រេពណ៌ដាក់នេះគឺពាក្យកន្លឹះហើយណាបាទភារកិច្ចមានថាតើយើងប្រាប់ AI ហ្នឹងឲ្យធ្វើអីមិនគាត់យើងផ្ដល់តួនាទីឲ្យវាទេប៉ុន្តែវាមិនទាន់មានភារកិច្ចអីទេមែនទេបាទឥឡូវយើងទៅមើលភារកិច្ចរៀបចំកិច្ចការបង្រៀនភារកិច្ចនេះរៀបចំកិច្ចការបង្រៀនដ៏លម្អិតមួយដោយផ្អែកលើគោលវិធីស្ថាបនានិយមដើម្បីឲ្យច្បាស់សូមដាក់អង់គ្លេសពីមុខមកផង constructivist pronunciation មហាគោលវិធីស្ថាបនានិយមណាបាទស្អីទៅគោលវិធីស្ថាបនានិយមចោលយើងចេះតែគេ student center និង teacher center ស្ថាបនានិយមមានថាសិស្សវារៀនលើសតែអំពីការអាន
តាមគ្រូមើលក្នុងសភៅសិស្សសកម្មសិស្សចូលរួមឆ្លើយសួរធ្វើសកម្មភាពអាហ្នឹងគេហៅថាស្ថាបនានិយមណាបាទវានេះបាទពួកការរៀនបែបសកម្មអូខេទៅវិញញ៉ៃជាមួយគ្រូវិធីសាស្ត្រតាមខ្ញុំអត់ហ៊ានវិញញ៉ៃទៅពូទៅវាខុសជំនាញយើងនិយាយទៅវាអត់សូវត្រូវណាបាទអត់ណាអញ្ចឹងទៅវិញញ៉ៃជាមួយគ្រូវិធីសាស្ត្របន្ថែមទៅពាក់ព័ន្ធនឹងគោលវិធីនេះពួកយើងឮតែ student center teacher center ទេណាបាទហើយខ្ញុំប្រាប់វាទៀតសូមជ្រើសរើសវិធីសាស្ត្រនិងយុទ្ធវិធីដែលសមស្របទៅនឹងគោលវិធីនេះធម្មតាការណាបរៀនយើងត្រូវបញ្ចូលវិធីសាស្ត្រក្នុងកិច្ចការយើងមែនទេប៉ុន្តែអីដល់បញ្ហានោះគឺយើងមិនដឹងថាតើមេរៀននឹងគួរតែប្រើវិធីសាស្ត្រអីដើម្បីឲ្យសិស្សងាយយល់ទេអាហ្នឹងបើយើងធ្វើកិច្ចការដោយដៃប៉ុន្តែយើងឲ្យវា AI ឲ្យរើសឲ្យយើងមកឲ្យវាវិភាគទៅលើខ្លឹមសារដែលយើងផ្ដល់ឲ្យហើយថាតើគួរយកវិធីសាស្ត្រអីនិងយុទ្ធវិធីអីមកបរៀនសិស្សដើម្បីឲ្យងាយយល់ស្អីទៅវិធីសាស្ត្រទៅយុទ្ធវិធីណាអត់ទៅ research ថែមទៅណាចាំបោះប្រងមកចាំទៅ research ខ្ញុំឲ្យពីកលឺទៅ research ទី1គឺ research ទៅអីទៅជាគោលវិធីអីទៅជាវិធីសាស្ត្រអីទៅជាយុទ្ធវិធីតើអា3នេះមានតំណែងគ្នាដូចម៉េចទៅស្អីបែបហ្នឹងនឹងយល់ហើយណាអូខេដែលសមស្របទៅនឹងគោលវិធីអញ្ចឹងមានថាគោលវិធីធំជាងគេបន្ទាប់មកវិធីសាស្ត្រហើយយុទ្ធវិធីណាអាពីរនេះជាអ្នកឲ្យអានេះអ្នកសម្រេចបានតើណាបាទមានន័យថាយុទ្ធវិធីអ្នកសម្រេចវិធីសាស្ត្រអ្នកសម្រេចគោលវិធីអូខេអញ្ចឹងភារកិច្ចប្រាប់វាឲ្យច្បាស់អញ្ចឹងណាមិនតែសេគាត់ដែរធ្វើកិច្ចទាំងការចប់បាត់បាទហ្នឹងហើយអូខេឥឡូវយើងចូលទៅដល់ context ព័ត៌មានទូទៅអានេះមើលនេះឲ្យយល់សិនទៅបើខ្ញុំបោះប្រំទៅគឺយើងចេះប្រើមកណាហើយដឹងកន្លែងត្រូវយកទៅកែព័ត៌មានទូទៅនៃមេរៀននេះដាក់មកមុខវិជ្ជាមេរៀនបើមានចំពោះដាក់ចំពោះនេះទៅណាខ្លឹមសាររងតែយកប្រហែលចំណុចខ្លឹមសាររងហ្នឹងណាបាទខ្ញុំយកតែមួយណាអញ្ចឹងរយៈពេល2ម៉ោងជាក់ស្ដែង1ម៉ោង2ម៉ោងតាមការងារជាក់ស្ដែងយើងអូខេអញ្ចឹងព័ត៌មានទូទៅមានប៉ុណ្ណាចុងក្រោយចុងក្រោយតើលទ្ធផលនៃកិច្ចតែងការនេះយើងចង់បានបែបម៉េច3តារាងជួរឈើអូខេកន្លែងនេះកន្លែងដែលសំខាន់តើយើងគួររៀបរាប់យ៉ាងម៉េចដើម្បីឲ្យ AI ចេញជាតារាងមកឲ្យយើងបាទធម្មតាវាមិនងាយស្រួលទេក្នុងការនិយាយជាភាសាសម្ដីពាក្យឲ្យវាចេញជាលទ្ធផលមកនោះណាអញ្ចឹងហើយត្រង់បកកែរៀបរាប់បកកែសម័យធ្វើ3តារាងជួរឈើទី1អីគេផ្លាស់ហើយទៅមើលខ្ញុំសរសេរទាំងអស់គ្នាបាទអញ្ចឹងខ្ញុំចេញមកមកសំណងសិនណាចេញមកសំណងខ្ញុំកំណត់ឲ្យវា model អីគេ KSA ស្អីគេ KSA ហ៎ knowledge skill attitude ហ៎បាទអញ្ចឹងយើងប្រាប់មកសិស្សប្រាប់បានពីអីបើដល់នេះឲ្យចង់ឲ្យកាន់តែច្បាស់រឿងកិរិយាសព្ទសម្រាប់វត្ថុណាមួយប្រាប់វាទៀតទៅថាតើក្នុងវិជាសម្បទាគួរប្រើកិរិយាសព្ទអីខ្លះប្រាប់វាទៅតែបើមិនបាច់ទេប្រាប់តែប៉ុណ្្នឹងទៅសិស្សប្រាប់បានពីអីបំណិនសម្បទាតើសិស្សអាចវិភាគបានអនុវត្តអីខ្លះចរិយាសម្បទាសិស្សមានស្មារតីរីករាយបែបណាសម្រាប់ប្រទេសគ្រូនិងសិស្សអូខេនេះចំណុចពិសេសដល់ដំណើរការបង្រៀន5ជំហានសូមរៀបចំជាតារាងដែលមាន3ជួរឈើសកម្មភាពគ្រូខ្លឹមសាររៀនកម្មភាពសិស្សនេះកន្លែងសំខាន់ណាខ្ញុំសរសេរទំនុកបែបនេះខ្ញុំដាក់បន្ទាត់កដាលស្គាល់បន្ទាត់ឈើនៅកន្លែងណាអត់នៅខាងលើ enter នៅខាងលើ enter ចុច shift មកចេញក្រោមលុបខ្ញុំសរសេរបែបនេះដើម្បីឲ្យ AI វាចាប់ថាហ្មងអាពីរហ្នឹងជាក្បាលតារាងនៃជួរឈើណាកម្មភាពគ្រូសំសាមេរៀនកម្មភាពសិស្សអត់ណាបាទដោយអនុវត្តតាមជំហានខាងក្រោមលំនឹងថ្នាក់ផ្លាស់មកជំហានទី2ផ្លាស់សួរហេតុអីចាំបាច់ដាក់អញ្ចឹងធ្វើអី
វាមិនទាន់ស្គាល់តម្រង់កិច្ចតែងការខ្មែរមិនស្អីមិនខ្មិចទេវាមិនដឹងថា5ចំហៀននឹងជាអីចំហៀនទី1ទី2អីវាអត់ដឹងទេបើដល់នេះមិនដាក់អញ្ចឹងទេវាចាញ់មកដែរប៉ុន្តែកិច្ចតែងការអត់ត្រូវអីដែលយើងចង់បានយើងប្រើអត់កើតណាបាទត្រង់នេះមានន័យថាយើងត្រូវការ train វាបង្រៀនវាបាទណាបង្រៀនអំពីបាទខ្ញុំបញ្យល់យូរទៅឲ្យសរសេរប្រមនោះយូរជាងកិច្ចតែងការទៀតធ្វើកិច្ចតែងការឲ្យបានណាតែសរសេរម្ដងគឺប្រើបានគ្រប់មេរៀនបាទតែចាស់ថាប្រើតងងបាទអូខេអញ្ចឹងយើងប្រាប់វាហោថ្ងៃបាទជំនាញទី2លឹកមេរៀនចាស់នៅក្នុងនេះខ្ញុំបាទថ្ងៃនេះយ៉ាងណាខ្ញុំបញ្ជាក់វាទៀតថាជំនាញទី2រំលឹកមេរៀនចាស់ខ្ញុំប្រាប់ថាបន្ទាប់ពីរំលឹកមេរៀនចាស់សូមដាក់សំណួរភ្ជាប់ទំនាក់ទំនងមេរៀនដើម្បីទាញចំណាប់អារម្មណ៍សិស្សទៅកាន់មេរៀនថ្មីអានេះសំខាន់ព្រោះធម្មតាកិច្ចការត្រូវមានសំណួរទំនាក់ទំនងមេរៀនមែនទេអាហ្នឹងក៏យើងពិបាករកនឹកដែរជួនកាលមិនដឹងថាសំណួរមិនទំនាក់ទំនងមេរៀនឲ្យបានត្រឹមត្រូវរកទៅវាចេះខុសជួនកាលទំនាក់ទំនងមេរៀនឆ្កុយទៅផ្សេងមេរៀនផ្សេងអ្នកខ្លះទៅគាត់បង្កើតលបែងសិក្សាគាត់ឲ្យចង់រកតំណែងសំណួរទេគាត់ចង់បង្កើតលបែងសិក្សាលបែងសិក្សាខ្លះគាត់បង្កើតមកវាអាចតទៅមេរៀនថ្មីសោះអូខេមានគ្នាយើង ICT ខ្ញុំចុះទៅអ្វីអ្នកខ្លះគាត់មានលបែងសិក្សាតែលបែងសិក្សារបស់គាត់វាអត់ពាក់ព័ន្ធនឹងមេរៀនផ្សេងណាបាទលបែងសិក្សាជំនួសឲ្យសំណួរតំណែងបានដែរប៉ុន្តែប្រកាសថាលបែងសិក្សានោះវាតទៅនឹងមេរៀនអូខេប៉ុន្តែពេលខ្លះពិបាកដែរមិនប្រកាសថាលបែងសិក្សានោះតទៅមេរៀនទេណាជួនកាលបាទអញ្ចឹងសំណួរតំណែងគឺល្អជាងបាទជំហានទី3ខ្លឹមសារមេរៀនសំខាន់បំផុតខ្ញុំវាប្រាប់ថាត្រូវរំលេចតាមសកម្មភាពតាមវិធីសាស្ត្រនិងយុទ្ធវិធីដែលបានជ្រើសរើសត្រង់កន្លែងនេះហើយគឺអីដែលយើងត្រូវ apply វិធីសាស្ត្រចូលមែនទេអញ្ចឹងយើងបានកំណត់ពីលើនេះយើងមិនដឹងថាវិធីសាស្ត្រអីទេមិនដឹងថាសហការឬក៏វិធីសាស្ត្រ jigsaw ឬក៏ gallery work ឬក៏ cartoon ឬក៏ mind map អីទេអត់ដឹងទេណាឲ្យវារើសខ្លួនឯងធ្វើម៉េចឲ្យស៊ីអានឹងហើយនៅពេលដល់ជំហានទី3នេះឲ្យម៉េចឲ្យវាដាក់មកកន្លែងហ្នឹងណារំលឹកខ្លួនឯងបាទជំហានទី4បណ្ដឹងពុទ្ធិបាទបញ្ជាក់ថយក្រោយបន្តិចចឹងកន្លែងនេះវាអាចមានជាសកម្មភាពក្រុមវាអាចមានអញ្ចឹងណាអូខេជំហានទី4ម្លឹងពុទ្ធិយើងប្រាប់វាថាដាក់សំណួរវាតម្លៃតាមកម្រិតពលូមហើយហៅសិស្ស2ទៅ3នាក់ឡើងឆ្លើយសង្ខេបខ្លឹមសារមេរៀនហើយកត់ត្រាចូលក្នុងសៀវភៅឃើញបញ្ជាក់វាច្បាស់អញ្ចឹងកន្លែងហ្នឹងចុងក្រោយមកណាំផ្ញើបាទផ្ញើណែនាំសិស្សហោហាយបលាអញ្ចឹងទៅណាការងារទៅធ្វើបន្តនៅផ្ទះចុងក្រោយលក្ខខណ្ឌគឺយើងកំណត់ឲ្យវាដោយសារលក្ខខណ្ឌរបស់ខ្ញុំមិនខ្ញុំនឹងផ្ដល់នេះទៅឲ្យវាណាបើសិនបើរបស់នេះគ្រាន់តែសរសេរហើយមិនផ្ដល់លក្ខខណ្ឌវាធ្វើបានដែរប៉ុន្តែចម្លើយចឹងជួនកាលវាអាចប្រឆាំងចេញពីខ្លឹមសារយើងប្រភពឯកសាររាល់ខ្លឹមសារមេរៀននិយមន័យសំណួរលំហាត់ឧទាហរណ៍ត្រូវតែដកស្រង់ចេញពីរូបភាពដែលខ្ញុំផ្ដល់ឲ្យតែប៉ុណ្ណោះដើម្បីធានាភាពត្រឹមត្រូវតាមភាសាគោលរូបភាពនៅណានេះណាអូខេខ្ញុំសរុបប្រមមកវិញមុនខ្ញុំបង្ហាញមើលទី1តួនាទីកំណត់ឲ្យច្បាស់ថាតើតួនាទីយើងតួនាទីនឹងធ្វើអីហើយមិនមែនសរសេរតែមួយម៉ាត់ទេសរសេរដូចខ្ញុំមកលំបាត់ទេមកឃើញបាទសរសេរកាន់តែល្អវាដើរតួកាន់មានន័យថាកាលណាយើងប្រាប់តួនាទីវាឲ្យច្បាស់ហើយវាជាអ្នកជំនាញគ្រូអក្សរវិទ្យាខ្លឹមសាររាល់ពាក្យពេចន៍ដែលវាផ្ដល់ឲ្យយើងនោះគឺសុទ្ធតែជាពាក្យពេចន៍ក្នុងបច្ចេកទេសគ្រូអក្សរទាំងអស់ណាពាក្យដែលគេប្រើក្នុងវិស័យគ្រូអក្សរមិនមែនចេះតែក្រៅគ្រាមភាសាលឺមកទេអត់ទេបាទបើយើងអត់កំណត់អញ្ចឹងវាឲ្យមកដែរចង្អាប់ពាក្យវាអត់ត្រូវអញ្ចឹងណាក្នុងការបង្រៀនបែបសកម្មត្រង់នេះនៅពេលនោះវានឹងរើសវិធីសាស្ត្រមកថាវិធីសាស្ត្រអីដែលបង្រៀនបែបសកម្មបាទអញ្ចឹងវាប្រតិកលានេះពីមួយទៅមួយបាទភារកិច្ចត្រូវប្រាប់ថាអីដែលចង់ឲ្យ AI នឹងធ្វើណាបាទ
ធ្វើកិច្ចតែងការមិនស្អីទេមកធ្វើកិច្ចតែងការហើយអត់ទេណាបាទប្រាប់វាទៅណាព័ត៌មានទូទៅនៃមេរៀនដាក់មកមុខវិជ្ជាថ្នាក់មេរៀនចំពុកមានចំពុកទៅខ្លឹមសាររងបាទហៅហែមករយៈពេលរចនាសម្ព័ន្ធមានន័យថាគឺជាលទ្ធផលដែលយើងចង់បានតែកិច្ចតែងការហ្នឹងចេញបានជាទម្រង់បែបម៉េចបាទចឹងយើងចង់មកមានធំម្ដងសម្រាប់ប្រទេសដំណើរការបងរៀនដោយសារតែ AI វាអត់ស្គាល់នៅទម្រង់កិច្ចការរបស់យើងទេចឹងយើងត្រូវ train វាទៅមុនសិនបងរៀនបង្រៀនមិនរៀនតាមរយៈការសរសេរហ្នឹងឯងណាគឺអត់សរសេររាយរាប់ចេញពីពាក្យទៅជារូបភាពមើលឃើញរូបភាពមកត្រង់នេះពូកែក្នុងការសរសេរអក្សរឲ្យសម័យចេញជារូបភាពកម្រិតណាលទ្ធផលដែលវាចេញមកកាន់តែល្អកម្រិតហ្នឹងណាធម្មតាបើសិនធ្វើតារាងវាពិបាកមែនទេជិតពុបចេញមើលស្អីចេញតារាងមកផ្លាប់ប៉ុន្តែដល់ពេលឲ្យសរសេរជាអត្ថបទបរិយាយទៅចេញជារូបភាពចេញជាតារាងហើយជារៀងពិបាកបន្តិចបាទតែរៀនសរសេរដែរណានេះបែបនេះអញ្ចឹងជំហានមួយខ្ញុំលំអិតវាទាំងអស់ថាឲ្យធ្វើអីតោះនេះអាចកែក្នុងណៃបានក្នុងជំហានមួយបើចង់ឲ្យធ្វើអីទៅសេអានឹងចូលទៅណាបាទនេះចុងក្រោយគឺលក្ខខណ្ឌមានន័យថាដែនកំណត់របស់វាអីគ្រប់យ៉ាងត្រូវតែយកចេញពីនេះណាអូខេទៅមើលទាំងអស់នេះថាតើវាចេញបែបម៉េចអញ្ចឹង control A បាទសេប្រំសេក្នុង Word សិនណាមិនសេក្នុងផៃទេណាសេក្នុង Word សិនអូខេ control A control C ចូលទៅ Gemini បាទបង្កើតឆាតថ្មីមកបាទចុចឆាតថ្មីមកណាកុំឲ្យពាក់ព័ន្ធមួយគេចុចរូបភាពចូលបងនេះប្រើ Pro ក៏បាន Fast ក៏បានជាក់ស្ដែងណាតែប្រើ Pro ម្ដងពីរដងទៅអត់អីវាអត់ limit ទេណាnăm nha xây màyมันត្រូវចឹងកន្លែងនេះយើងចេះដាក់ទៅមិនដាក់ក៏បានណាកូនឯងទៅវិញញ៉ាំបាយយើងដៃផងជិះតាមផ្លូវមើលឆ្វេងមើលស្ដាំណាយ៉ាត់ឡានបុកហ្នឹងទៅអូខេឥឡូវខ្ញុំ copy ម្ដងនេះ control C អូខេកុំឲ្យសង្ស័យណាតែ upload file desktop នេះហេផាកចូលបាទផាកចូលណាពេលដែលខ្ញុំផាកចូលវាចេញចេះអីដែលយើងខំសរសេរមកមានដិតមានអីចឹងណាបាត់អស់ណាវាបាត់អស់ហើយកុំដល់ខ្វល់កុំដល់នាំតែវែងឆ្ងាយនាំតែស្មុគស្មាញទៅសិនចាំខ្ញុំបង្ហាញមក level ជា advance ណា copy ទៅសិនណាសរសេរទៅសិនបាទឃើញទេវាបាត់ក៏បាត់ទៅបាត់ត្រេបាត់ចូលទៅក៏បាត់ទៅអត់បញ្ហាទេបាទតែក៏ខ្ញុំចង់បញ្ជាក់ថា AI វាពិបាកនៅក្នុងការបែងចែកកន្លែងណាអក្សរដិតកន្លែងណាចុះបន្ទាត់កន្លែងណាត្រេចូលក្នុងនេះរបៀបចេះរបៀបត្រេអានេះក្រៅមកនេះមែនទេវាពិបាកបែងចែកប៉ុន្តែអត់បញ្ហាទេទៅសិនណាទៅមកប្រើសិនអូខេខ្ញុំយក Pro ហើយចុចបញ្ជូនសំខាន់ឲ្យយើងយល់ឡើងសិនកុំតដល់ Advance បាទអូខេប្រមនេះសរុបទៅ3ទំព័រខ្ញុំយកទំហំ12នេះមកហើយណាយ៉ាត់ក្នុងនាមអញ្ចឹងវាដឹងខ្លួនឯងមកយើងប្រាប់វានេះបទពិសោធន៍ជំនាញឧបសគ្គកម្មឃើញទេនេះវាប្រាប់ថាវិធីសាស្ត្របែប injury based និងវិភាសាក្រុមអានេះគឺជាវិធីសាស្ត្រអានេះជានេះវាកំបាញ់ចូលនេះចឹងណាបាទមើលតាមខ្លួនឯងទៅយុទ្ធវិធីសង្កេតរូបភាពស៊ីផាអូខេខ្ញុំអត់ស្គាល់ដែរវាខ្លះណាបាទហេធំណងតោះនេះទៅរៀនបន្ថែមនេះវិធីសាស្ត្រយុទ្ធវិធីនេះវាច្រើនពេកណាខ្ញុំមិនដឹងថាអីខ្លះទេជាសម្បទាឃើញរៀបរាប់បានវិភាគ
ចាប់អារម្មណ៍សិតតែកិរិយាសព្ទដែរត្រឹមត្រូវហ៎សម្រាប់ប្រទេសបាទណាស្ពើគោលផ្លើមកបាទដំណើរការបង្រៀននេះឃើញទេចេញមករៀងងាយបន្តិចប៉ុន្តែដើម្បីឲ្យវាស្អាតធ្វើម៉េច export ចេញមកបាទអស់វាមកក្រោមមកនេះវាប្រាប់ទៀតកុំដោយសារយើងប្រាប់ថាវិធីសាស្ត្រស្ថាបនានិយមសូមលោកគ្រូកុំប្រាប់ចម្លើយដោយសារភ្លាមដូចជំហានទី3ត្រូវទុកឲ្យមើលរូបភាពនោះសិនឲ្យពួកគេរកឃើញអញ្ចឹងការបរៀនថាបែបស្ថាបនានិយមមិនមែនជាការបរៀនដែលយើងប្រាប់ចម្លើយទេសិស្សរកខ្លួនឯងគិតខ្លួនឯងណាបាទអត់ខ្លាំងជាងគ្រូវិធីសាស្ត្រទេណាអូខេ export ទេមកនេះត្រេ3ដែរណាបាទតើដែលយើង export មិន export មក export to doc បាទខ្ញុំអានតែ doc doc អូខេ open doc ចេញមកប៊ូស្អាតទេឃើញទេបាទហើយមើលដល់នេះចេះប្រើ Google Doc នេះមិនទៅ export ទៅ Word អីធ្វើនឹងត្មងទៅណាអានេះវាដូចទៅ Word ដែរទេគ្រាន់តែវាប្រើលើ online ណាចាបាទចេញមកទាំងអស់នេះឥឡូវយើងទៅមើលជំហាននេះជំហានទី1រំលឹកមេរៀននេះយើងមើលចូលគ្នាទៅនេះណាមើលចូលគ្នាដាក់វាមកកណ្ដាលវាអត់ដូចអីទាំងស្រុងក្នុង AI វាអត់ចេះមើលកាឡាយើងទេណាអត់ចេះមើលទេចេញមកជាតារាងទាំងអស់តែខ្ញុំគិតថាបានមិនហើយបើថាអត់ចេះកែទៀតវាអស់អីនិយាយហើយណាអត់គេបញ្ចប់ទៀតអូខេឥឡូវមើលជំហានទី2រំលឹកមេរៀនចាស់នេះអានេះរំលឹកមេរៀនចាស់ណាជាអីអូខេនេះសំណួរភ្ជាប់គេអត់មនុស្សយើងអាចដើរទៅកន្លែងផ្សេងបានចុះរុក្ខជាតិមិនអាចដើរបានទេតើកូនគិតថាវាដុះនៅកន្លែងឆ្ងាយបានដោយរបៀបណាឃើញទេដោយសារមេរៀនយើងសួរយើងរៀនពីអីគេភ្នាក់ងារពង្រាយក្របរបស់រុក្ខជាតិអញ្ចឹងឲ្យសិស្សវាឆ្ងល់ថារុក្ខជាតិអត់មានជើងដើរមិនបានវាចេះដុះតាមទីកន្លែងបានអញ្ចឹងវាឆ្ងល់កាលណាឆ្ងល់វាចង់រៀនសំណួរប៉ុណ្នេះមិនមែនចេះងាយណាស់ឃើញទេណាហ្នឹងហើយបាទមែនតែសំបីតែខ្ញុំធ្លាប់បរៀនសិស្សមុនរបស់គ្នាក៏ដោយរឿងដែលពិបាកជាងគេទី1កិច្ចតែការកំណត់វិធីសាស្ត្រហើយកំណត់វត្ថុបំណងនិងកំណត់មិនឲ្យត្រូវទេពិបាកជាងគេទី2គឺអាសំណួរភ្ជាប់ហ្នឹងនឹងរសួរតែម៉េចដើម្បីឲ្យសិស្សវាចាប់អារម្មណ៍ទៅមេរៀនដែលយើងនឹងបរៀនអញ្ចឹងបានប៉ុណ្នេះគឺបំផុសគំនិតរបស់យើងបាទខ្ញុំហ្នឹងណាអូខេឥឡូវខ្ញុំបរៀនរបៀបទៅឆែកមើលសិនណាបាទកុំទាន់យកប្រំទៅអញ្ចឹងយើងត្រូវមើលមិនមែនយកដល់ឲ្យនយោបាយត្រាពោកទេណាអូខេទៅមើលនេះទៅមើលផ្ទៀងជាមួយខ្លឹមសារយើងនេះមើលផ្ទៀងណាផ្ទៀងថាតើវារសេមកហ្នឹងត្រូវអត់ហេតែខ្ញុំគិតថា99.99%ទេបាទអូខេខ្ញុំមើលវាត្រូវអត់នេះបែងចែកក្រុមអត់ដាក់ក្រុមឲ្យយើងទៀតជា4ក្រុមទី1ទី2ធ្វើអីឲ្យសិស្សមើលរូបភាពទាំង4មួយក្រុមរូបភាពដោយសារមិនមករូបភាពនេះណានេះមាន4រូបភាពដែរឃើញទេបាទក្រុមមកនេះអានឹងដោយសារប្រើវិធីសាស្ត្រស្អីគេមិញស្អី CP អីនោះខ្ញុំអត់បានចាប់ពីលើមកបាទបូកលទ្ធផលចាំក្រុមទី1ធ្វើអីខ្លះទី2ធ្វើអីខ្លះមកណាបាទក្រុមទី1រួមនៅព្រួសស្រូវហោហែមកអានេះវាខុសគ្នានេះអា inter ឲ្យចំគ្នាមកណាឡើយនេះយកទៅកែអញ្ចឹងទេអត់នេះឃើញទេ inter ស្រីមិនឲ្យចំគ្នាទៅតាមជាក់ស្ដែង
បាទដោយសារថាវាខុសជួរគ្នាសន្និដ្ឋាននេះដាក់សំណួរបាទនេះ20នាទីលូមផ្លើចំណេះដឹងការយល់ដឹងវិភាគឃើញទេបាទចុងក្រោយគាត់មានសង្ខេបបាទមានសង្ខេបកត់ខ្លួនឯងទៅដាក់ខ្លួនឯងមកបើគ្មានសរសេរចូលថែមទៅដែរនេះតាមផ្ញើនេះអីដែរពេលឃើញរុក្ខជាតិបន្លាផាជើងព្រៃមិនទៅបបពុកផ្ដេសផ្ដាស់ទេព្រោះអាចមានពឹសសំណួរមួយនេះល្អព្រោះហេតុអីព្រោះវាតតមេរៀនបន្ទាប់គេនិយាយអំពីការការពារខ្លួនរបស់រុក្ខជាតិឃើញទេបាទតាមពិតវាអត់ត្រូវដឹងទេវាដឹងដោយសារតែខ្ញុំធ្លាប់ train វាពីរបីដងហើយដូចវាចាប់បានណាហ្នឹងហើយអូខេអញ្ចឹងនៃកិច្ចការផ្ទះនេះមើលរុក្ខជាតិនៅជុំវិញផ្ទះហើយកត់រុក្ខជាតិណាដែលគ្រាប់វាអាចហោះតាមខ្យល់បានឃើញទេនេះអាហ្នឹងផ្ដោតគឺសូមបញ្ចាំងទៅលើភ្នាក់ងារនៃការពង្រីកគ្រាប់ឃើញទេផ្លាស់ហវាយមកបាទអូខេជិះលុបអានេះចោលមកហេលុបអាក្បាលលើចោលសេរីនេះស្អាតដាក់មកជាតិសាសនាព្រះមហាក្សត្រផ្លើមកចុងក្រោយអីគេដាក់គ្រូណែនាំអ្នកធ្វើសញ្ញាវាយត្រាហើយណាបាទបញ្ជាក់ម្ដងទៀត AI មិនជំនួសយើងទេយើងយកវាមកដើម្បីជួយកាត់បន្ថយការងាររបស់យើងបងប្អូនចំណាយពេលរាប់ម៉ោងដើម្បីធ្វើកិច្ចតែងការបរៀនដល់1ម៉ោងជួនកាលខ្ញុំបរៀន1ម៉ោងធ្វើកិច្ចតែងការ3ម៉ោងមានមួយថ្ងៃទៀតអូខេមានលើសនឹងទៀតអញ្ចឹងយើងចុកចិត្តយកពេលហ្នឹងទៅអភិវឌ្ឍចំណេះដឹងអីឬទុកបរៀនសោះណាបាទកុំសាញថាអូអាហ្នឹងធ្វើដោយ AI វាកំពុងតែចូលមកហើយបើយើងមិនប្រើវាទេយើងធ្វើការងារមិនទាន់គេទេណាធ្វើការមិនទាន់គេទេបាទប៉ុន្តែប្រើវាដោយទទួលខុសត្រូវណាកុំប្រើវារហូតដល់ស្ពឹកខួរក្បាលយើងណាអូខេឥឡូវខ្ញុំមុននឹងខ្ញុំឲ្យប្រំខ្ញុំនឹងទៅបង្ហាញរបៀបកែប្រំសិនណាចេះស្រាវជ្រាវហ៎ហេរបៀបកែប្រំចាំប្រំនេះខ្ញុំនឹងឲ្យវា file Word ទៅតែម្ដងដល់នេះអីដែលត្រូវកែអានេះមើលខ្លួនឯងទៅកន្លែងណាដែលកែទៅអត់មានអីបាក់យល់ទេណាមិនដាក់មេរៀនគណិតវិទ្យាស្រាប់អានេះនៅតែវិទ្យាសាស្ត្រដែរបាទជាមិនដឹងចឹងដូរមកដូរមុខវិជ្ជានេះឲ្យត្រូវទៅណាដូរនេះឲ្យត្រូវបាទវិធីសាស្ត្របើយើងច្បាស់វិធីសាស្ត្រដាក់ឲ្យវាទៅឧទាហរណ៍សូមជ្រើសរើសវិធីសាស្ត្របែបសហការយុទ្ធវិធី Think Pair Share យ៉ាងណាបើយើងច្បាស់ខ្លួនឯងតែបើយើងមិនច្បាស់ទេកុំឲ្យវាលើកមកចាត់លើកមកទៅការវិធីសាស្ត្រហ្នឹងតែខ្លួនឯងអត់ចេះផងណាបាទបើយើងច្បាស់យើងដាក់វិធីសាស្ត្រឲ្យវាវិធីសាស្ត្រសហការយុទ្ធវិធី Think Pair Share ទៅបាទកែនេះមុខវិជ្ជាគណិតដាក់គណិតថ្នាក់ទីម៉ានដាក់ប៉ុណ្ណឹងទៅការសម្របខ្លួនរុក្ខជាតិកែតាមនឹងជាក់ស្ដែងទៅអានេះដូចជាគ្មានអីត្រូវកែបងអានេះអត់មានអីកែទាំងអស់ព្រោះមិនគ្រប់កិច្ចការទាំងអស់មិនស្ទើរតែអញ្ចឹងមែនទេនេះកែតែនេះមិនតិចអានេះមិនកំកែក៏បានដែរបើយើងកំណត់វាលើមកហើយនេះណាកែតែនេះមកកែអានេះខ្ញុំប្រាប់ពីជំរឿបើមិនច្បាស់ទេមិនបាច់កែទេតែបើច្បាស់វិធីសាស្ត្រដាក់ឲ្យវាទៅណាវិធីសាស្ត្រសហការស៊ីមភាសាទៅឧទាហរណ៍ណាបាទអូខេឥឡូវខ្ញុំបោះប្រមនេះទៅឲ្យហើយខ្ញុំអត់ទាន់ធ្វើខ្ញុំបង្ហាញមកកលឹះទៀត advance សម្រាប់អ្នកដែលទាន់ណាអ្នកដែលគាត់ចង់ទៅ advance ខ្ញុំបង្ហាញឲ្យបាទចាំតិចខ្ញុំបោះនេះទៅមួយសិនមកคลิกអូខេតោះឥឡូវកុំទាន់ចេញទៅមើល advance បន្តិចសិនទៅណាទេនេះ
ចេញ fail ម៉េចនេះអូអានេះវាកំពុងប្រើនេះហ្នឹងហើយអូខេឥឡូវសម្រាប់អ្នកដែលគាត់តន់ខ្ញុំឲ្យទៅ advance មួយទៀតបញ្ហាអញ្ចឹងបញ្ហាពេលដែលយើង copy prompt ទៅ AI វាមិនអាចចាប់បានថាត្រង់ណាជាអក្សរដិតត្រង់ណាជាកន្លែងត្រីរងឬក៏អីទេណាវាអត់ស្គាល់ទេពេលដែលយើង copy ចូលទៅវាបាត់បែបនេះពីយើងនេះបាត់អស់ link ឃើញទេបាទអញ្ចឹងយើងត្រូវសរសេរនៅក្នុងទម្រង់មួយគេហៅថាទម្រង់ markdown មិនទៅមើលទាំងអស់នេះស្អីទៅ markdown បាទហើយខ្ញុំប្រាប់ពីរបៀបសរសេរ markdown នឹងទៀតមិនឲ្យងាយនេះទម្រង់ markdown ទេណាឃើញមានអីផ្លាយអត់មានផ្កាយត្រង់ជ្រូកមានត្រែមានអាផ្កាយ1ផ្កាយដកឃ្លាផ្កាយ2ទៀតបាទគឺអានេះគឺយើងកំណត់រចនាសម្ព័ន្ធវាថាកន្លែងណាចុះបន្ទាត់កន្លែងណាត្រេកន្លែងណាត្រេទៅមួយថ្នាក់ទៀតកន្លែងណាអក្សរដិតអូខេនេះត្រង់ដែលមានផ្កាយអមសងខាង2នេះគឺជាអក្សរដិតអានេះគឺថាស្រួលស្អីអត់សាមញ៉ាំហ៎ប៉ុន្តែងាយមួយទៀតមិនបាច់តាំងអង្គុយដាក់ផ្កាយយ៉ាងទេវានាំទៅឈឺក្បាលអស់នេះទៅសរសេរក្នុងនេះកុំសរសេរក្នុង Word ប្រមសរសេរក្នុង Google Doc ណាសរសេរឲ្យស្អាតចឹងមកដល់ហើយដិតមកនេះសប៊ីណាសប៊ីកន្លែងណាត្រេដាក់ត្រេធម្មតាមកនេះណាត្រេនេះដូច Word ដែរដូច Word ទេណាដូច Word ទេទៅរៀនទៅធ្វើឲ្យស្អាតមកមានលំដាប់លំដោយមាន structure អញ្ចឹងណាធ្វើស្អាតអញ្ចឹងមកហើយយើងអត់ control A ទេណាអត់ control A បាទក៏មិន control X ដែរបាទយើងចូលទៅ file ហើយ download វាមានជម្រើស download ជា Word PDF យើង download អញ្ចឹងឯងអាក្រោមគេនេះជា markdown ហ្នឹងពេលយើង down មកអត្ថបទយើងវាម្លែងទៅចេះទាំងអស់ទៅចេះកែចេះឃើញទេបាទហើយ copy control A មកទៅដាក់នោះវិញឃើញទេបាទអូខេ file download markdown នេះមកនេះតែ file markdown របស់យើង down បើអត់ចេញទេនេះហើយសាកបើកមកចេញទៅអីផ្សេងបើកមួយ notepad មកស្គាល់ notepad ទេអត់ទេហើយបើកមួយ Word ចេញបើកស្ដាមវាមកស្ដាម open with អត់មាននេះ Word សាកបើក Word មកចេញទេចាស់ស្វនបានអូខេមកចេញមកនឹងតែចេញយល់អត់នេះឃើញទេបាទអញ្ចឹង copy មក control A control C ហើយចូលមកជើមេណាយើងមកផាសពបចូលទៅឃើញទេនេះអញ្ចឹង AI នឹងវិភាគថាកន្លែងណាអក្សរដិតកន្លែងណាដែលយើងរំលេចសំខាន់កន្លែងណាចុះបន្ទាត់កន្លែងណាត្រេកន្លែងណាត្រេបន្ទាត់ទៀតធ្វើអញ្ចឹងឲ្យវាធ្វើការដោយមានរចនាសម្ព័ន្ធណាប៉ុន្តែបើសម្រាប់អង្គគិតថាអញ្ចឹងខ្ជិលគាត់ copy ផាសដូចខ្ញុំនោះបានទេអត់បញ្ហាតែបើចង់បាន advance ធ្វើក្នុង doc format ឲ្យស្អាតមកមានដិតមាន trade ហៅហាអញ្ចឹងទៅហើយចាំ export ជា markdown ហើយបើកមួយ Word មកបាទ
ចឹងដល់នេះកុំសាញថាមិនបានធ្វើចាំដំណាក់ម៉េះត្រូវចាំថាបើបញ្ចូលព័ត៌មានមិនល្អចេញមកវិញក៏មិនល្អដែរចង់បានលទ្ធផលកាន់តែល្អយើងត្រូវមានគំនិតហើយត្រូវចេះច្នៃទៀតច្នៃប្រឌិតទៀតណាអូខេចឹងមានប៉ុណ្ណឹងឯងគ្នាយើងខ្ញុំនឹង export វីដេអូនេះឲ្យតែរៀងយូរបន្តិចវីដេអូនេះមកទៅ